ស្ត្រីមានផ្ទៃពោះម្នាក់ខ្ញុំបានរកឃើញអ្នកជាម្នាក់នៅតាមផ្លូវឆ្កែដោយមិននឹកស្មានដល់កូនតូចនោះទើបតែត្រូវបានខ្ញុំបានស្លាប់ក្នុងដៃវិនាទីបន្ទាប់កូនឆ្កែនោះបានប្រែក្លាយទៅជាជីងកោងបានចាប់កំណើតជាថ្មីជាស្ត្រីខាងក្នុងពោះរបស់មនុស្សស្ត្រីនោះបានឮសំឡេងទីរោគភ្លាមនោះជាអ្វីដែលខ្ញុំពិតជាគិតកូនឆ្កែបានប្រាប់ស្ត្រីនោះថាវានៅទីនោះដើម្បីរីកាអ្វីស្ត្រីនោះមានអំណរយ៉ាងខ្លាំងប៉ុន្តែបន្តអារម្មណ៍ថាកូននឹងស៊ីវាដូចខ្ញុំជូចត់ក្មេងនោះបានប្រាប់ស្ត្រីនោះថាគាត់នៅតូចកាយសំណាងក្រោយពីជួបបញ្ហាជាច្រើនលើកច្រើនសារពីប្រទេសកូនកំឡោះបានស្នាក់ចិត្តនៅរស់ម្នាក់ឈ្មោះគូយ៉ាន់ឈួនបុរសនោះបានស្វាគមន៍ពួកគេក្រោយពីបានដឹងឈ្មោះនារីនោះរួចបុរសនោះបានប្រាប់គាត់ថាគាត់ជាមនុស្សដែលគាត់ចាប់បានកូនស្រីរបស់បុរសដែលទើបតែចូលតាមទ្វារយូស្រាប់តែឈឺក្បាលចប់ឃើញបែបនេះម្ដាយក្មេកនិងបងថ្លៃស្រីដែលថាស្ត្រីជាខ្មោចសំដៅលើគាត់បានចោទប្រកាន់គាត់ថាបានធ្វើបាបជំងឺក្នុងពេលដែលគាត់រស់នោះបានលួងលោមក្រុមគ្រួសារយ៉ាងប្រញាប់ប្រញាល់ការពន្យល់អំពីការឈឺក្បាលរបស់យូជំងឺចាស់នេះមិនមានអ្វីទាក់ទងនឹងស្ត្រីទេគ្រាន់តែពេលដែលមនុស្សគ្រប់គ្នាកំពុងជួបបញ្ហាផ្កាយសំណាងតូចស្រាប់តែផ្ញើសារមួយសំឡេងលាក់គីស្ដាបានជំរុញឲ្យស្ត្រីនោះប្រញាប់ប្រញាល់ផ្ទះកំភ្លៀងគាត់ឲ្យគាត់ទៅគាត់ត្រូវតែជឿជាក់លើខ្លួនឯងទោះបីជាស្ត្រីនោះស្ទាក់ស្ទើរក៏ដោយក៏នាងមើលទៅឃើញទឹកមុខជឿចាប់របស់យូអ៊ីក៏និយាយឡើងនាងនៅតែវាយយ៉ាងខ្លាំងមួយដងក្នុងមួយខែយូបានដួលសន្លប់ភ្លាមរឿងនេះធ្វើឲ្យម្ដាយក្មេកកាន់តែខឹងកំហឹងសូម្បីតែអ្នកដែលគ្រាន់តែការពារខ្លួនឯងបុរសនោះក៏ចង់ឲ្យនាងឲ្យអ្វីមួយដល់គាត់នៅពេលនេះដែរសៀវហ្វូបាវបានលួងលោមបានប្រាប់គាត់កុំឲ្យភ័យស្លន់ស្លោដោយពន្យល់ថាវាជាបាបព្យាបាលសរសៃរូបនោះក៏បានធ្វើតាមដំបូន្មានរបស់បែលពីរបៀបម៉ាសាម្ដងយូអ៊ីនឹងភ្ញាក់ឡើងឆាប់នេះគ្រាន់តែពួកគេកំពុងវីដងស្ត្រីនោះការរំពឹងទុកយូបានភ្ញាក់ឡើងអំឡុងពេលមានការស្ដីបន្ទោសមកដល់ហើយមកក្បាលវាមិនជឿចាប់ទៀតទេហើយគាត់ក៏រត់ចេញភ្លាមទៅអបនារីនោះហើយនិយាយថាអ្នកពិតជាអស្ចារ្យខ្ញុំចូលចិត្តគាត់រស់នោះក៏បានសុំទោសហើយនិយាយថាគាត់ទោះជាយ៉ាងណាក៏ដោយតារាសំណាងតូចរបស់គ្រួសារណាក៏ដោយម្ដាយក្មេកនិងបងថ្លៃស្រីពាក់កណ្ដាលសង្ស័យពាក់កណ្ដាលនិងថែមទាំងមានការសង្ស័យទៀតថាយូពេលបានគេដាក់ថ្នាំស្ត្រីរូបនោះគ្មានជំរឿអ្វីក្រៅពីទីរូបនោះហើយមានអារម្មណ៍សោកស្ដាយជារឿងអវិជ្ជាបានជាបាការជឿក្បាលរបស់ខ្ញុំរស់ម្នាក់ជ្រើសរើសជឿលើស្ត្រីម្នាក់ដោយឈរយ៉ាងរឹងមាំនាងភាពនឹងត្រូវគេនាំត្រឡប់ទៅបន្ទប់របស់ស្ត្រីនោះបានសម្លឹងមើលទៅផ្ទះនោះទោះបីជាប៉ុន្តែបន្ទប់នេះស្អាតណាស់វាស្អាតដែលអាចទទួលយកបានពេញចិត្តណាស់បុរសនោះបានដកកាតធនាគាររបស់គាត់ចាប់នោះត្រូវបានដាក់នៅក្នុងដៃរបស់នាងស្ត្រីមនុស្សក៏មានការប្រុងប្រយ័ត្នខ្ពស់ដែរដោយមានអារម្មណ៍វាជាការល្អបំផុតក្នុងការពិនិត្យមើលសម្គាល់ករណីមានរឿងរញ៉េញ៉ៃនៅពេលក្រោយពេលនាងឃើញទល់ឲ្យភាពនាងក៏ប្រញាប់ប្រញាល់មានការងឿងឆ្ងល់បុរសនោះបានទទួលទូរស័ព្ទនៅយប់នោះបានដឹងអំពីលំហូរសាច់ប្រាក់របស់សន្តាគារពិបាកណាស់ស្ត្រីនោះដាក់កាតនោះភ្លាមប្រគល់វាទៅបុរសនោះវិញហើយឲ្យគាត់យកវាបុរសនោះបាននិយាយថាគាត់បានឲ្យលុយរបស់គាត់កំពុងជួបការលំបាកផ្នែកហិរញ្ញខ្ញុំនឹងរកវិធីមួយនៅពេលនេះហ្វូប៉ាវស្រាប់តែទៀនឡើងសំឡេងមួយនៅក្នុងចិត្តខ្ញុំបាននិយាយថាមានភ្នំមាសមួយនៅបានជំរុញឲ្យបុរសប្រញាប់ជីកដីបន្ទាប់មកស្ត្រីនោះបានកុហកហើយនិយាយថានាងបានសម្បត្តិមាសមួយបានលេចឡើងនៅលើភ្នំខាងក្រៅបានស្នើឲ្យគាត់សាកល្បងជីកបុរសរូបនោះបាននិយាយថាគាត់រស់នៅក្នុងការនៅតាមមេខ្ញុំមិនដែលលើពីវាទេមានស្នាមប្រេះពណ៌មាសមួយនៅលើភ្នំដែលគេអាចរំលងហត់ងឿស្ពេកហើយមិនបានសម្រាប់វាស្ថិតនៅក្នុងចិត្តខ្ញុំបុរសនោះទើបតែចាក់ចេញពីម្ដាយគាត់បានបង្កប់នៅពេលដែរម្ដងទៀតដោយរំខានចិត្តគាត់បានបង្ខំស្ត្រីនោះឲ្យនិយាយថាចាននេះសម្រាប់ស្ត្រីប្រើប្រាស់គាត់អាចសុំទានបានហ្វូប៉ាវបាននិយាយថានាងខ្លាចភ្លើងហើយបានរំលឹកនាងស្ត្រីមិនត្រូវដើរលើចានភ្លើងឡើយម្ដាយក្មេករបស់គាត់មិនព្រមស្ដាប់ការបន្ទោសរបស់គាត់គាត់ឆ្លងកាត់ស្រីរបស់ខ្ញុំក៏បាននិយាយដែរថាគាត់ពិតជាត្រូវធ្វើវានៅក្នុងពោះរបស់គាត់បោះបង់ចោលកំពុងរៀបចំបង្ខំខ្លួនឯងគាត់បានដើរឆ្លងកាត់វាប៉ុន្តែមិននឹកស្មានដល់គាត់ដួលបោកក្បាលចូលចានភ្លើងត្រូវបានដុតហើយមុខរបស់គាត់ត្រូវបានយកដោយភ្លើងរស់នោះប្រញាប់ប្រញាល់ទៅផ្ទះទាន់ពេលវេលាបន្ទាប់មកម្ដាយក្មេកបានទទួលខុសត្រូវទាំងអស់លើស្ត្រីម្ដងទៀតពួកគេបង្ខូចស្ត្រីដូចជាខ្មោចបុរសនោះនៅតែព្យាយាមការពារខ្លួនស្ត្រីនោះបាននិយាយថាគាត់ទើបតែចូលទៅហើយទាំងក្រៅនេះក៏មិនមែនជារបស់គាត់ដែរនោះហើយជាអ្វីដែលខ្ញុំបានធ្វើឲ្យម្ដាយនិយាយមិនចេញនៅពេលនេះហ្វូប្រាប់គាត់ថាមានប្រភេទសត្វមួយប្រភេទហៅថានៅលើស្នូបុរាណស្មើពុកពណ៌ស្វាយអាចព្យាបាលមុខមាត់បងស្រីថ្លៃគួរឲ្យស្រឡាញ់មែនស្ត្រីនោះបានប្រាប់ភ្លាមបុរសនោះមិនអើពើនឹងការពិតដែលថាវាយូស្វេរ៉ាចិត្តនាំអ្នកភូមិតោះទៅភ្នំខាងក្រោយដើម្បីរើសពុកពណ៌ស្វាយស្មៅប៉ុន្តែភ្លាមនៅពេលដែលយើងទៅដល់ភ្នំយើងបានលេងព័ត៌មានចុះមកមិនត្រូវបានឮទេមិនយូរប៉ុន្មានមានអ្នកយកដំណឹងមកប្រាប់របាយការណ៍ព័ត៌មានបានឲ្យដឹងថាមានករណីការរើបាក់ដីនៅលើទៅបេអសពួកគេទាំងអស់បានស្លាប់បាត់បង់ជីវិតភូមិផ្ទុះកំហឹងយ៉ាងខ្លាំងឆ្នាំនោះមនុស្សគ្រប់គ្នាបានស្ដីបន្ទោសស្ត្រីនោះហើយក្នុងផ្ទៃរបស់នាងគឺជាអបិយជំនឿបុរសក្នុងភូមិត្រូវបានសម្លាប់ដោយថ្នាំពុលពួកគេថែមទាំងបាននាំជើងហ្វៃម្នាក់មកលោកគ្រូក៏បានអះអាងផងដែរថាពូរបស់ស្ត្រីកុមារនៅក្នុងរឿងគឺជាប្រផ្នូលនៃសេចក្តីស្លាប់ម្ដាយក្មេកបានទាមទារឲ្យយកកូនចេញហើយថែមទាំងទាមទារឲ្យយកកូនចេញហើយជេរប្រមាថខ្លាំងទីរោគក្នុងផ្ទៃស្ត្រីរងរបួសកូនប្រុសរបស់នាងបានស្លាប់នៅពេលនេះស្ត្រីចាប់ផ្ដើមមានការសង្ស័យតើ Fubel ពិតជាផ្កាយសំណាងមែនទេប្រជាជនខឹងខ្លាំងណាស់ចង់តែនាងត្រូវបានគេវាយរហូតដល់ស្លាប់ប៉ុន្តែយីវគាត់បានក្រោកឈរឡើងដើម្បីការពារស្ត្រីក្នុងពេលជាមួយគ្នានេះបុរសរងផលប៉ះពាល់តែលើពួកគេមានការភ័យខ្លាចហើយអ្នកដែលឡើងភ្នំជាមួយគ្នាភូមិទាំងអស់គ្មានគ្រោះថ្នាក់ទេបុរសប៉ុន្តែមនុស្សបានកត់សម្គាល់ឃើញវាភ្លាមស្មើពុកពណ៌ស្វាយនៅពីមុខគាត់នៅពេលដែលក្រឡេកមើលទៅខ្ញុំភ្ញាក់ផ្អើលពេលឃើញភ្នំមាសនៅពីក្រោយភ្នំ
មានតែពេលនោះទេដែលគាត់ជឿអ្វីដែលស្ត្រីនោះនិយាយគឺជាការពិតហើយស្ត្រីនោះមនុស្សជឿជាក់យ៉ាងមុតមមថាបុរសនឹងមានសុខភាពបានត្រឡប់មកវិញហើយជឿថាហ្វូប៉ៅមិនមែនជាគ្រោះមហន្តរាយការពារពីរោគនៅក្នុងផ្ទៃរបស់នាងដោយអស់សម្មាស្ត្រីរូបនោះត្រូវបានអ្នកភូមិវាយដំម្ដងបន្ទាប់ពីរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរគាត់ថ្លែងស្ដីទៀតដោយកំហឹងឲ្យស្ត្រីនោះឲ្យរបស់គាត់ត្រូវបានបញ្ចុះជាមួយពួកគេកប់ជាមួយគាត់មិនចង់ទេកុំធ្វើបាបឆ្វេងជន់របស់ខ្ញុំអីត្រូវបញ្ចុះជាមួយពួកគេកប់ជាមួយគាត់មិនចង់ទេអ្នកដែលត្រូវបានបញ្ចុះជាមួយអ្នកស្លាប់ឈប់